ក្មេងស្រីនោះប្រឈមមុខនឹងទោសប្រហារជីវិតដោយតុលាការគូរូបសត្វស្លាបហើយមិនដែលនិយាយមួយម៉ាត់សោះតាំងពីដើមដល់ចប់ប៉ុន្មានខែមុននោះសាកសពមួយត្រូវបានគេរកឃើញនៅក្រោមពុម្ពយាមជ្រៅក្នុងវាលផុកប៉ូលីស2នាក់បានឡើងជណ្ដើរត្រួតត្រោមទៅដល់កំពូលពុម្ពកម្ពស់20ម៉ែត្រហើយឃើញការ៉េពណ៌សទទេមួយវាច្បាស់ណាស់ថាជនរងគ្រោះបានធ្លាក់ចុះពីទីនោះមានលទ្ធភាពខ្ពស់ដែលគាត់ត្រូវបានគេរុញទោះបីជាមិនមានស្នាមជើងនៅជិតសាកសពហើយក៏មិនមានស្នាមរាមដៃនៅលើរបងពុម្ពដែរប៉ូលីសបានផ្ដោតទៅលើជនសង្ស័យចម្បងរបស់ពួកគេទោះបីជានាងលោតចូលទៅក៏ដោយឈ្មោះរបស់នាងគឺគីយ៉ានាងធ្លាប់មានទំនាក់ទំនងជាមួយជនរងគ្រោះឈ្មោះChess មកពីគ្រួសារអ្នកមានហើយជាតារាល្បីក្នុងស្រុកខណៈដែលគីយ៉ារស់នៅម្នាក់ឯងក្នុងព្រៃជ្រៅនាងមិនដែលបានចូលរៀនទេហើយគ្មាននរណាម្នាក់ដឹងថាគាត់រកស៊ីចិញ្ចឹមជីវិតយ៉ាងម៉េចទេអ្នកខ្លះហៅនាងថាក្មេងស្រីព្រៃសៃអ្នកខ្លះទៀតថាជាមេធ្មប់ដូច្នេះនៅពេលដែលឡានប៉ូលីសដឹកនាងឆ្លងកាត់តាមដងផ្លូវមនុស្សម្នាបាននាំគ្នារិះគន់នាងមានតែមេធាវីសក់សមួយរូបប៉ុណ្ណោះដែលព្រមជួយនាងនៅក្នុងគុកគីយ៉ាបានប្រាប់រឿងរ៉ាវរបស់នាងយឺតគីយ៉ាមិនបានកាត់មកម្នាក់ឯងទេនាងធ្លាប់មានគ្រួសារនាងអាចអប់នៅក្នុងដៃម្ដាយនៅពេលយប់ហើយលេងនៅមាត់ទឹកជាមួយបងប្អូននៅពេលថ្ងៃប៉ុន្តែសុភមង្គលនោះតែងតែបំផ្លាញដល់ឪពុករបស់នាងបរិសុទ្ធស្រវឹងម្នាក់វាប្រពន្ធនឹងកូនជាប្រចាំចេញទៅបន្ទាប់មកនៅព្រឹកមួយម្ដាយរបស់នាងដែលមានស្នាមចំនៅលើមុខបានបាត់ខ្លួនទៅតាមផ្លូវហើយមិនដែលត្រឡប់មកវិញទេការដួលរលំនៃគ្រួសារហាក់ដូចជាធ្វើឲ្យឪពុករបស់នាងស្វាងបន្តិចនៅថ្ងៃដែលគាត់មិនផឹកគាត់ស្ទើរតែសុភាពគាត់បង្រៀននាងឲ្យបើកទូកនេសាទសូម្បីតែនាំនាងទៅទីក្រុងដើម្បីទិញទំនិញម្ចាស់ហាងចិត្តល្អបានប្រាប់នាងថាគាត់ធំល្មមចូលរៀនហើយសាលាធម្មសិក្សាសាធារណៈមានអាហារថ្ងៃត្រង់ដែលអាហារល្អៗធ្វើឲ្យបេះដូងរបស់គីយ៉ារំភើបនាងស្លៀកបំពាក់របស់ម្ដាយដែលជើងទទេហើយប្រមូលភាពក្លាហានដើម្បីទៅសាលារៀនប៉ុន្តែត្រូវបានក្មេងៗដទៃទៀតចំអកឲ្យចាំសិនចុះមកធ្លាក់មកពីណាគ្មាននរណាម្នាក់អង្គុយជាមួយនាងទេនាងអង្គុយស្ងៀមនៅជួរចុងក្រោយប៉ុន្តែពាក្យសម្ដីខកខើនៅតែបន្តចូលត្រជានាងបំផ្លាញសេចក្តីថ្លៃថ្នូររបស់នាងគីយ៉ាត្រោះឲ្យក៏រត់ចេញពីថ្នាក់រៀននោះគឺជាថ្ងៃដែលនាងបានចូលរៀនក្នុងជីវិតថ្ងៃមួយសុបត់មួយបានមកពីម្ដាយរបស់នាងគីយ៉ាលូតកញ្ចក់ដោយក្តីរីករាយថាឪពុករបស់នាងកំពុងត្រឡប់មកវិញប៉ុន្តែបន្ទាប់ពីអានវាឪពុករបស់នាងបានដកដីកេះមកដុតវាចោលគីយ៉ាខឹងសម្បាហើយជឿចាប់ខ្លាំងណាស់នាងប្រមូលហើយដាក់ក្នុងពាងតូចមួយផាសតាំងតែមួយគត់ដែលថាម្ដាយរបស់នាងមិនបានភ្លេចនាងយប់នោះឪពុករបស់នាងបានដុតអ្វីៗទាំងអស់ដែលម្ដាយរបស់នាងបានបន្សល់ទុកហើយបន្ទាប់មកគាត់ក៏បាត់ខ្លួនគីយ៉ាមានអាយុត្រឹមតែ7ឆ្នាំប៉ុណ្ណោះគ្រួសាររបស់នាងបានបោះបង់នាងសង្គមបានបដិសេធនាងមានតែធម្មជាតិប៉ុណ្ណោះដែលទទួលយកនាងដោយគ្មានសំណួរអណ្ដែតនិងសត្វសមុទ្របានក្លាយជាបងប្អូនរបស់នាងតំបន់ដីសាមនិងវាផុកបានក្លាយជាម្ដាយរបស់នាងចាប់តាំងពីពេលនោះមកដែលការជីកខ្យងនៅក្នុងវាផុកហើយបន្តិចម្ដងក៏ធំឡើងជាស្ត្រីវ័យក្មេងគីយ៉ាបានរកឃើញថាមាននរណាម្នាក់បានទុកស្លាបកន្ទុយសត្វស្លាបត្រូពីកនៅលើបង្គោលឈើនៅក្នុងភាសាសត្វស្លាបនោះគឺជាអំណោយនៃសេចក្តីស្រឡាញ់ថ្ងៃបន្ទាប់មកគីយ៉ាបានរកឃើញស្លាបមួយទៀតនៅលើបង្គោលដដែលព្រមទាំងប៊ូស៊ីស្រាប់ម៉ាស៊ីនទូកនិងក្របពូជមួយចំនួននៅថ្ងៃទី3នាងទីបំមនុស្សដែលទុកស្លាប់នោះឈ្មោះរបស់គាត់គឺ Tate ថ្ងៃមួយនៅពេលដែលនាងនៅក្មេងនិងវង្វេងនៅក្នុងវាផកគាត់បាននាំនាងទៅផ្ទះប្រឈមមុខនឹងការឈានទៅមុខរបស់ Tate គីយ៉ាមានការបាត់បង់ Tate បានប្រមូលភាពក្លាហានរបស់គាត់ហើយបានផ្ដល់ជូនដើម្បីបង្រៀននាងឲ្យចេះអានហើយដូច្នេះគីយ៉ាបានចូលទៅក្នុងពិភពលោកថ្មីទាំងស្រុងគាត់បានចាក់ចំណេះដឹងចូលទៅក្នុងនាងដូចជាទឹកហូរហើយនាងបានស្រូបយកវាដូចជាអេប៉ុងនាងបានស្វែងគ្រប់ប្រភេទដែលគាត់បាននាំមកស្នាដៃអក្សរសាស្ត្រប្រវត្តិសាស្ត្រជីវវិទ្យាអ្នកស្រុកដែលមិនដឹងអ្វីនឹងមិនដឹងថាគីយ៉ាបានអានសៀវភៅច្រើនជាងពួកគេធ្លាប់អានក្នុងជីវិតរបស់ពួកគេមានតែ Tate បានឃើញទេពកោសល្យដែលគួរឲ្យកត់សម្គាល់របស់នាងពួកគេបានអានជាមួយគ្នាគូររូបជាមួយគ្នាហើយបន្តិចម្ដងមិត្តភាពក៏ក្លាយជាស្នេហាក្នុងអំឡុងពេលនោះគីយ៉ាបានរៀបរៀងនឹងភាពផ្អែមល្ហែមនៃស្នេហាដំបូងនាងគិតថាថ្ងៃទាំងនោះនឹងបន្តរហូតទៅដូចជារដូវកាលដែលផ្លាស់ប្ដូររហូតដល់ថ្ងៃមួយ Tate បានប្រាប់នាងភ្លាមៗថាគាត់នឹងទៅរៀននៅមហាវិទ្យាល័យគីយ៉ាមិនអាចទទួលយកវាបាននៅពេលដំបូង Tate បានបញ្យល់ថាគាត់មិនចង់ក្លាយជាអ្នកសាទនៅទីក្រុងតូចមួយអស់មួយជីវិតគាត់ចង់បានសញ្ញាបត្រហើយផ្ដល់ឲ្យគីយ៉ានៅជីវិតកាន់តែប្រសើរនៅថ្ងៃដែលពួកគេបែកគ្នាពួកគេបាននិយាយលេគ្នានៅកំពង់ផែ Tate បានទុកក្រដាសមួយស្លឹកដែលមានព័ត៌មានទំនាក់ទំនងរបស់អ្នកបោះពុម្ពផ្សាយគាត់បានរៀបចំសម្រាប់អនាគតរបស់នាងរួចហើយដោយរូបភាពដែលនាងគូដោយដៃនិស្សិតនៅក្នុងវាផកនិងចំណេះដឹងជីវវិទ្យាដ៏ទូលំទូលាយបាននាង Tate បានសញ្ញាថានឹងត្រឡប់មកវិញនៅថ្ងៃទី4ខែកក្កដាបន្ទាប់ពីគាត់ចាក់ចេញគីយ៉ាបានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីកត់ត្រាសត្វស្លាបគ្រប់ប្រភេទនាងចង់បំពេញសៀវភៅគំនូរតែមួយដើម្បីធ្វើឲ្យគាត់ភ្ញាក់ផ្អើលនៅពេលដែលពួកគេជួបជុំគ្នានាងបានរងចាំរហូតដល់ថ្ងៃនោះមកដល់ឈុតមួយកាន់សៀវភៅគំនូររបស់នាងហើយរងចាំនៅលើឆ្នេរខ្សាច់ដ៏មានក្តីសង្ឃឹមខ្ពស់នាងបានរងចាំពីព្រលឹបរហូតដល់ព្រលឹបពីព្រលឹបរហូតដល់យប់ជ្រៅរហូតដល់កម្មជ្រួចដែលមិនមែនសម្រាប់នាងបានបំភ្លឺមេឃឆ្នៃ Tate មិនដែលបង្ហាញខ្លួនឡើយនៅថ្ងៃបន្ទាប់គីយ៉ាបានភ្ញាក់ពីដំណេកនៅលើឆ្នេរខ្សាច់នាងទីបំបានយល់ថាខ្លួនត្រូវបានបោះបង់ចោលម្ដងទៀតអូទេតែនាងបានត្រឡប់ទៅផ្ទះវិញហើយបានហែកសៀវភៅគំនូររបស់នាងចោលហើយបាត់បង់ទៅដែរក្នុងជីវិតមិនយូរប៉ុន្មានសម្លេងរបស់ឪពុកម្ដាយបានដាស់នាងឲ្យភ្ញាក់សត្វអេនត្រី Cooper ដោយស្រស់ស្អាតមួយបានជួលនៅបង្អួចរបស់នាងគីយ៉ាបានដើរតាមវាទៅឆ្នេរខ្សាច់ដែលរលបានបោកបោកស្នាមជើងរបស់នាងហើយបានសម្រាប់ទុកសោរបស់នាងចាប់ពីពេលនោះមកនាងបានជំនួសខ្លួនទាំងស្រុងនៅក្នុងធម្មជាតិដោយសរសេរនឹងគូដែលមិនឈប់ឈរនាងបានផ្ញើគំរូមួយចំនួនទៅឲ្យអ្នកបោះពុម្ពផ្សាយហើយមិនយូរប៉ុន្មានក៏ទទួលបានការឆ្លើយតបនិងសែក
គីយ៉ាឡើងត្រូវជីកខំទៀតហើយនាងបានទិញគ្រឿងសង្ហារិមថ្មីមានអគិសនីហើយសំខាន់ជាងនេះទៅទៀតនាងបានសងពន្ធដែលនៅសល់ទាំងអស់ឪពុករបស់នាងមិនដែលបានបង់ប្រាក់អស់ជាច្រើនឆ្នាំនាងបានក្លាយជាម្ចាស់ពិតប្រាកដនៃវាផក5ឆ្នាំបន្ទាប់ពីធ្វើចាក់ចេញបរិម្នាក់ទៀតបានដែលចូលក្នុងជីវិតរបស់នាងឈ្មោះរបស់គាត់គឺរាងកាយជាអត្តលិកហើយហាក់ដូចជាស្រួលគាត់បាននាំគីយ៉ាទៅឆ្នេរខ្សាច់ដើម្បីណាត់ជួបដែលស្វែងរកអ្វីដែលត្រូវនិយាយគាត់បានរើសសម្បកខ្យងមួយភ្នែករបស់គីយ៉ាបានភ្លឺឡើងដោយការភ្ញាក់ផ្អើលនាងបានស្គាល់វាថាជាសម្បកខ្យងអ្នកប្រាជ្ញភ្លាមហើយថែមទាំងបានសួរទម្លាប់របស់វាទៀតផងChase មិនបានរំពឹងថាក្មេងស្រីនៅវាផប់នឹងធ្វើឲ្យគាត់មានអារម្មណ៍ដូចជាមិនធ្លាប់មានពីមុនមកគាត់បានឈប់នៅសន្តាគារមួយដែលទ្រុឌទ្រោមមិនបាច់និយាយទេនោះគឺជាបំណងពិតរបស់ Chase ទោះបីជាខកចិត្តនឹងបទពិសោធន៍នោះក៏ដោយក៏គីយ៉ាបានផ្ដល់គឺខ្សែដែលធ្វើពីសម្បកខ្យងដ៏កម្រនោះអ្វីដែលគីយ៉ាមិនដឹងគឺថាក្នុងអំឡុងពេលនេះ Ted បានត្រឡប់មកវិញគាត់បានបំពេញសន្យាហើយនៅពេលដែលគាត់ត្រឡប់មកវិញគាត់បានឃើញគីយ៉ានៅជាមួយ Chase Ted មានអារម្មណ៍ថាគាត់គ្មានសិទ្ធិជារីជេទេប៉ុន្តែបន្ទាប់មកគាត់បានលា Chase អួតពីការម៉ាស់របស់គីយ៉ានៅពីក្រោយខ្នងនាង Wow Bobcat បានយកលើថ្លៃសាំងទាំងអស់ខ្ញុំមិននិយាយពីនាងបែបនោះទេដោយកំហឹង Ted បានឆ្លោះជាមួយ Chase ជប់នោះគាត់បានមកខ្ទមរបស់គីយ៉ាប៉ុន្តែត្រូវបានគេគប់ដុំថ្មនឹងកំហឹងខ្ញុំមិនចង់ឃើញអ្នកទៀតទេមិនដែរទេ Ted បានមកប្រមាននាងថា Chase មិនល្អទេគាត់មិនសមនឹងនាងទេប៉ុន្តែនៅក្នុងភ្នែករបស់គីយ៉ា Ted គឺជាអ្នកដែលបានបោះបង់នាងហើយមិនបានរក្សាសន្យាវិឆេននរណាម្នាក់ឡើយ Ted ដឹងថាគាត់គ្មានសិទ្ធិទេប៉ុន្តែការចាកចេញពីគីយ៉ាគឺកំហុសដ៏ធំបំផុតក្នុងជីវិតរបស់គាត់គិតថានាងមិនអាចចាកចេញពីវាផុតបានទេហើយគាត់ត្រូវជ្រើសរើសរវាងនាងនិងអនាគតរបស់គាត់ប៉ុន្តែការពិតគឺខ្ញុំមានអ្វីៗគ្រប់យ៉ាងដែលខ្ញុំគិតថាសំខាន់អាហារូបករណ៍ជំនួយការងារវាគ្មានន័យអ្វីទេបើគ្មានអ្នកខ្ញុំសោកស្ដាយជាច្រើនឆ្នាំមកហើយ Ted បានយកស្លាបមួយមកឲ្យនាងដោយការពីមុនគីយ៉ាបានទទួលយកវាប៉ុន្តែមិនបានអភ័យទោសឲ្យគាត់ទេថ្ងៃបន្ទាប់គីយ៉ាបានជួប Chase នៅទីក្រុងនាងសប្បាយចិត្តណាស់ប៉ុន្តែគាត់មើលទៅភ័យស្លន់ស្លាយបន្ទាប់មកក្មេងស្រីម្នាក់បានដើរមកណែនាំខ្លួនដោយមោទនភាពគូដណ្ដឹងរបស់ Chase វាបានបង្ហាញថា Chase បានកុហកនាងអស់រយៈពេលជាមួយឆ្នាំហើយគីយ៉ាស្ទើរតែដកដង្ហើមមិនរួចនាងបានរត់ត្រឡប់ទៅវាភពវិញប៉ុន្តែមុនពេលដែលនាងអាចគ្រប់គ្រងខ្លួនឯងបាន Chase បានតាមនាងបានលាក់ខ្លួនដោយស្វ័យប្រវត្តិប៉ុន្តែមិនអាចរកនាងឃើញក៏ស្រែកជានាងខ្ញុំនឹងថាអ្នកនៅទីនេះអានឹងបន្ទាប់ពីគាត់ចាកចេញទៅគីយ៉ាបានរត់ទៅឆ្នេរខ្សាច់កំហឹងរបស់នាងទីបំផុតក៏ផ្ទុះឡើងនាងដឹងថាសត្វក្តាន់ឆ្មាលហោមកញ្ចឹងករបស់វាហើយដូរស្នេហ៍ដើម្បីតាក់ទាញញីគ្រាន់តែមិនដឹងថាមនុស្សពូកែធ្វើពុតនឹងបោកប្រាស់គីយ៉ាមានការខកចិត្តហើយមិនចង់ពាក់ព័ន្ធជាមួយគាត់ទៀតទេ Chase មិនព្រមលែងឡើយបន្ទាប់ពីការប៉ុនប៉ងមិនបានសម្រេចជាច្រើនដងគាត់បានបង្ហាញពីចរិតពិតរបស់គាត់អ្វីដែលការតស៊ូរបស់គីយ៉ាគ្រាន់តែជំរុញបំណងប្រាថ្នារបស់គាត់នៅក្នុងការយកឈ្នះនាងគាត់បានបិទផ្លូវនាងទៅដីរុញនាងទៅដីហើយវានាងយ៉ាងខ្លាំងដោយកណ្ដាប់ដីគំនិតរបស់គីយ៉ាបានបាត់បង់ស្មារតីអស់រយៈពេលពី3វិនាទីប៉ុន្តែមិនយូរប៉ុន្មានសុភាវិកិតព្រៃសែរបស់នាងក៏បានត្រួតត្រានាងបានចាត់ដុំថ្មហើយវាទៅលើក្បាល Chase បន្ទាប់មកក្រោកឈរឡើងហើយទាត់គាត់យ៉ាងខ្លាំងខណៈពេលដែលគាត់កំពុងឈឺចាប់នាងបានចាប់កាបូបរបស់នាងហើយស្រែកបើអ្នករំខានខ្ញុំទៀតខ្ញុំនឹងសម្លាប់អ្នកដែលតាក់ទាញទៅតុបរបស់នាងគីយ៉ាបានរត់គេចប៉ុន្តែមាននរណាម្នាក់នៅលើតុបនេះបានឃើញអ្វីៗទាំងអស់ឈួតដែលកំហឹង Chase មិនអាចរកនាងឃើញដូច្នេះគាត់បានបំផ្លាញផ្ទះរបស់នាងដើម្បីសងសឹកគីយ៉ាខ្លាចពេកមិនហ៊ានត្រឡប់ទៅវិញហើយបានលាក់ខ្លួននៅក្នុងរឿដេកនៅលើតុបរបស់នាងនៅលើទឹកម្ចាស់មុខហាងបានឃើញស្នាមច្មោះរបស់នាងហើយបានផ្ដល់ទូរស័ព្ទហៅប៉ូលីសប៉ុន្តែគីយ៉ាបានបដិសេធគ្មាននរណាម្នាក់ជឿនាងឡើយយប់នោះបន្ទាប់ពីឃើញស្នាមច្មោះនៅលើមុខរបស់នាងបាននិយាយអំពីសេកខ្សាច់កណ្ដុរដែលមានសញ្ញាពន្លឺពីរផ្សេងគ្នាមួយសម្រាប់មិត្តរំភេបនិងមួយទៀតដើម្បីតាក់ទាញឈ្មោះឲ្យខ្លាយជាអាហារបន្ទាប់របស់ពួកគេខ្ញុំមិនដឹងថាមានផ្នែកងងឹតនៃធម្មជាតិឬអត់ទេគ្រាន់តែជាវិធីមួយទៀតដើម្បីស៊ូទ្រាំប្រឆាំងនឹងរាល់ឧបសគ្គពួកគេបាននិយាយគ្នាដោយយប់ជ្រៅហើយនាងមិនបានត្រឡប់មកវិញរហូតដល់រសៀលថ្ងៃបន្ទាប់ប៉ុន្តែគ្មាននរណាម្នាក់រំពឹងថានៅយប់ដែលគីយ៉ាចាត់ចេញពីទីក្រុង Chase បានស្លាប់នោះគឺជាសាច់រឿងរបស់ក្មេងស្រីវាពុកទោះបីជាមានផុសតាំងនិងកង្វះផុសតាំងក៏ដោយនាងត្រូវបានចាប់ប្រកាន់ពីបទឃាតកម្មកម្រិតទី1បន្ទាប់ពីការចាប់ខ្លួននាងមិនបាននិយាយអ្វីទាំងអស់ក្រោយពីក្លេកមួយមេឃតាមបង្អោយតូចនាងដូចជាស្និទ្ធស្នាលជាមួយឆ្មានៅក្នុងគាត់បានបដិសេធការអអន់ចិត្តទាំងអស់ពីការរើសអើងរាប់ទសវត្សរ៍ដែលហៅថាស៊ីវិល័យបានហូរត្រឡប់មកវិញភ្លាមហើយពួកគេសើចដាក់ខ្ញុំពួកគេបៀតបៀនខ្ញុំពួកគេវាយប្រហារខ្ញុំអ្នកចង់ឲ្យខ្ញុំសុំជីវិតមែនទេខ្ញុំមិនធ្វើទេនៅពេលកាត់ក្តីព្រះរាជអាជ្ញាបានអះអាងថាមិនមានស្នាមជើងនៅកន្លែងកាត់ហេតុទេដែលបញ្ជាក់ថាមាននរណាម្នាក់បានលុបស្នាមជើងដោយចេតនាមេធាវីរបស់នាងបានបង្ហាញតារាងជំនួរដែលបង្ហាញថាជំនួរអាចបោកបក់ពួកវាចេញដោយគ្មានការជ្រាបជ្រាករបស់មនុស្សសាក់សីម្នាក់បានអះអាងថាបានឮគីយ៉ាឆាឆេសមេធាវីរបស់នាងបានប្រើវាដើម្បីលាតត្រដាងការប៉ុនប៉ងរំលោភរបស់ជីយ៉ាម្ដាយរបស់ Chase បានផ្ដល់សក្តិកម្មថាកូនប្រុសរបស់គាត់តែងតែពាក់ខ្សែសម្បុកខ្យងដែលគីយ៉ាបានឲ្យគាត់មុនពេលគាត់ស្លាប់ប៉ុន្តែវាមិនត្រូវបានរកឃើញនៅលើខ្លួនគាត់ទេគាត់បានទទូចថាគីយ៉ាបានសម្លាប់គាត់ដោយសារស្នេហាមិនបានសម្រេចហើយយកខ្សែត្រឡប់មកវិញមេធាវីរបស់នាងបានរំលឹកនាងថាប៉ូលីសបានឆែកឆេរផ្ទះរបស់គីយ៉ាហើយមិនឃើញខ្សែទេចំពោះអាលីប៊ីរបស់គីយ៉ាការពិតដែលនាងមិននៅទីក្រុងនៅយប់នោះព្រះរាជអាជ្ញាបានសន្និដ្ឋានថានាងអាចជិះឡានក្រុងយប់ត្រឡប់មកវិញសម្រាប់គាត់ហើយជិះឡានក្រុងពេលព្រឹកចេញទៅវិញជាការពិតណាស់ពួកគេក៏មិនមានភស្តុតាងសម្រាប់ទ្រឹស្ដីដ៏ក្លាហាននោះដែរចំពោះការកាត់ក្តីភាពលំអៀងនិងការរើសអើងត្រូវបានបង្ហាញឲ្យឃើញ
ចុងក្រោយមេធាវីរបស់នាងបានថ្លែងសេចក្តីបញ្ចប់របស់គាត់ខ្ញុំជឿថាអ្នកនឹងធ្វើការវិនិច្ឆ័យដោយបែកលើការពិតមិនមែនលើពាក្យចូលចាំអារាមដែលអ្នកបានលើអស់ជាច្រើនឆ្នាំមកហើយនោះទេដល់ពេលហើយទីបំផុតពួកយើងទាំងអស់គ្នាត្រូវតែយុត្តិធម៌ចំពោះនាវាពួកនៅក្នុងពាក្យរបស់គីយ៉ាសហជីពរបស់ពួកគេដូចជាសិទ្ធិកងានដែរគឺត្រូវការតែសាក់ស៊ីពីធម្មជាតិប៉ុណ្ណោះក្រោយមកទៀតបានខ្លាយជាអ្នកជីវវិទូខណៈដែលគីយ៉ាបានបោះពុម្ពសៀវភៅចំនួន7ក្បាលហើយបានខ្លាយជារឿងព្រេងនៅក្នុងទីក្រុងពួកគេមិនដែលចាក់ចេញពីវាពួកអស់មួយជីវិតរបស់ពួកគេឡើយឆ្នាំជាច្រើនបានកន្លងផុតទៅពួកគេចាស់ជ្រាជាមួយគ្នាមួយយប់មួយគីយ៉ាបានជិះចូលទៅក្នុងវាពួកយ៉ាងជ្រៅនៅក្នុងអាប់នាងហាក់ដូចជាឃើញម៉ែរបស់នាងមកទទួលនាងនៅក្មេងនៅឡើយដោយដែលនាងចងចាំគីយ៉ាមិនដែលភ្ញាក់ពីដំណេកទៀតទេបន្ទាប់ពីយប់នោះថេតគោរពតាមបំណងប្រាថ្នារបស់នាងដោយបានបរិច្ចាគសំណាក់ដ៏មានទូលៃទាំងអស់របស់នាងទៅឲ្យមន្ទីរនៃសាកលវិទ្យាល័យមួយក្រោមពន្លឺទៀនគាត់បានបើកមើលកំណត់ហេតុរបស់គីយ៉ាយឺតគាត់បានឃើញរោមស្ដំបងដែលគាត់ធ្លាប់បានឲ្យនាងគំនូរព្រៀងនៃការបរិច្ឆេទដំបងរបស់ពួកគេប៉ុន្តែនៅពេលដែលគាត់បើកមើលបន្តទៀតគាត់បានឃើញគំនូរនៃសត្វកណ្ដូបកំពុងស៊ីគូស្នេហ៍របស់វាគឺជារូបផុសរបស់ Chess គាត់មានអារម្មណ៍អ្វីមួយយ៉ាងហើយប្រកាសណាស់នៅក្នុងប្រហោងនៃកំណត់ហេតុគាត់បានរកឃើញខ្សែសម្បុកខ្យងដែលបាត់បង់ទេបានទៅឈ្នះសមុទ្រហើយបោះខ្សែនោះចូលទៅក្នុងកំណត់ទាំងកប់អធិកមងនោះឲ្យជ្រៅ